ប្តីខ្ញុំគាត់ថាស្ដាយក្រោយមែនទែនដែលរើសខ្ញុំយកធ្វើប្រពន្ធគាត់ថាកាលពីគាត់នៅកន្លោះគាត់ថាស្រីតាមញ៉ាឡើងពេញភូមិអត់ព្រមយកទេសុចិត្តទៅយកដល់ខ្មែរឥឡូវហ្នឹងគាត់ថាគិតខុសមកចំហៀនគឺថាគិតខុសមកជីវិតលេងសាច់ហ្នឹងគឺថាខ្មិចនៅពីក្រោយពេលខ្លះគឺរៀងលាក់ឡក់អញ្ចឹងម៉ែនារីម្នាក់នេះប៉ុន្តែការងារក៏ដឹងការងារគិតទៅមនុស្សយើងកើតមកជីវិតមិនដឹងជាត្រឹមត្រូវអីច្រើនពេកទេត្រូវតែភ្លក់ឲ្យបានច្រើនរសជាតិមានផ្អែមល្វីងជូរចត់អាហ្នឹងមិនខើជីវិតនារីម្នាក់នេះកំណាប់កាប់ផ្លងជាងកំណាប់ចិនទៀតថ្ងៃមុនគឺថាខ្ញុំจะពាក់វីដេអូបងប្អូនទាំងអស់គ្នាពាក់ព័ន្ធនឹងការធ្វើតំណាប់លីជឺនេះបងប្អូនថ្ងៃហ្នឹងគឺមកស្អងបងប្អូនទាំងអស់គ្នាហ្មងព្រោះដោយសារធ្វើឲ្យតាំងពីដើមរហូតដល់ចប់ហើយជាមុនដំបូងហ្នឹងគឺថាបន្ទាប់ពីយើងបេះផ្លែលីជឺហ្នឹងមកគឺយើងត្រូវការលាងទឹកឲ្យស្អាតសិនចាអាចដាក់អំបិលតិចគឺកាន់តែល្អដើម្បីខ្លាចមានតកៅមានអីឲ្យវាលោតចេញមកក្រៅអញ្ចឹងណាបន្ទាប់ពីយើងលាងទឹកស្អាតហើយហ្នឹងគឺយើងត្រូវការតម្រោះវារយៈពេលចា1ម៉ោង2ម៉ោងឲ្យទៅនិយាយរួមយើងមើលតាមស្ថានភាពឲ្យវាស្រស់កុំឲ្យមានទឹកសំបីតែមិនហើយតំណាប់ហ្នឹងគេត្រូវដាក់អាស្លឹកនេះហើយកន្លែងហ្នឹងខ្ញុំអធិស្ឋានមែនតើបងប្អូនណាខ្ញុំសើចហើយភាសាចិនបកជាខ្មែរជាអង់គ្លេសក៏វាបកអត់ចេញទៀតមិនដឹងថាគេហៅស្អីគេអញ្ចឹងបើសិនបងខ្មែរស្គាល់ចាំខមមិនប្រាប់អ្នកមួយផងឥឡូវនេះគឺថាតំណាប់របស់យើងនឹងគឺត្រូវការវាយវាសិនវាយវាដើម្បីដាក់ទៅវាចូលជាតិហើយជាមួយនឹងអាស្លឹកដែលខ្ញុំនិយាយមិញហ្នឹងបងប្អូនទាំងអស់គ្នាសិនជាបងប្អូនស្គាល់ថាស្លឹកនេះគេហៅស្លឹកស្អីគេបងប្អូនអាចជួយខមមិននៅលើវីដេអូរបស់ខ្ញុំមួយផងខ្ញុំសើចឲ្យបកប្រែវាអត់ចេញសោះស្លឹកហ្នឹងគឺត្រូវការយកវាប្រឡាក់ជាមួយអំបិលគឺច្បាច់វាឲ្យចេញជាតិអស់ហើយចាំយើងតំណាប់របស់យើងគឺដាក់ជាមួយនឹងស្រាំរបស់យើងហ្នឹងអាហ្នឹងអត់មានចាំបាច់មានបរិមាណមិនបរិមាណទេបងប្អូនគឺដាក់បងប្អូនចូលចិត្តផ្អែមគឺដាក់ឲ្យរៀងច្រើនបន្តិចទៅបើមិនសូវចូលចិត្តផ្អែមគឺដាក់តាមតិចតាមហ្នឹងទៅមិនអីទេហើយបន្ទាប់ពីយើងប្រឡាក់ជាមួយស្ករសជាមួយនឹងគ្រឿងរបស់យើងហើយហ្នឹងគឺត្រូវការរុំឲ្យចិត្តយើងមានប្រភេទថងបែបហ្នឹងយើងរោមមកហើយយើងដាក់ក្នុងទូទឹកកកតំណាប់ហ្នឹងផងដែរយើងត្រូវការដាក់ទូទឹកកករយៈពេលរហូតដល់3ថ្ងៃបងប្អូនទាំងគ្នាចាំមើលតាមដានទាំងអស់គ្នាមើល3ថ្ងៃក្រោយមកវាខ្លះទៅជាយ៉ាងណាហើយឆ្លៀតពេលហ្នឹងគឺថាមិនដឹងមកកក់សក់ឬក៏មកអួតរៀងទេអ្នកកក់សក់បកែបញ្ចោណាសក់ថាកូន2ហើយរៀងនៅស្អាតត្រូវយើងរៀងស៊ីចូលដែរបងអូនហើយគាត់បញ្ចោមិនបើមកកក់សក់នៅឡែងគាត់រាល់ដងរាល់ពេលកក់សក់គឺខ្ញុំតែងតែជ្រើសរើសប្រើជាមួយនឹងសាប៊ូកក់សក់ក្លិនគឺមានរហូតដល់3ជម្រើសមានសម្រាប់ការពារសក់ជ្រុះសម្រាប់សក់ខូចនិងសម្រាប់សក់អង្គហើយបើថាសក់ខ្ញុំវិញគឺថាប្រើតែជាមួយសាប៊ូកក់សក់ក្លិនការពារសក់ជ្រុះនឹងទេដោយសារតែសាប៊ូនឹងគឺមានជាតិវីតាមីន E និងវីតាមីន B5 សមត្ថភាពនៅក្នុងការជួយបំពេញអាស័យសក់តាំងពីគល់រហូតដល់ចុងពិសេសនឹងគឺថាជួយកាត់បន្ថយនៅក្នុងការសក់ជ្រុះនឹងតែម្ដងបងប្អូនកុំភ្លេចទេបើសិនជាចង់បានប្រសិទ្ធភាពធ្វើបងប្អូនគួរតែប្រើជាមួយនឹងក្រែមបន្ទន់សក់ក្លិនបន្ទាប់ពីកក់ហើយក៏យើងធ្វើការអប់2ទៅ3នាទីគឺជាការស្រេចហើយវាជួយធ្វើសក់របស់យើងទន់រលោងខ្ញុំផ្ទាល់គឺខ្ញុំប្រើទាំងពីរមុខនឹងតែម្ដងនិយាយរួមទៅនៅពេលដែលកក់សក់ហើយបងប្អូនមិនបាច់ផ្លុំក៏បានដែរក៏មានអារម្មណ៍ថាសក់របស់យើងឡើងទន់អាកាសធាតុរៀងក្តៅដែរអញ្ចឹងទៅខ្ញុំខ្ជិលផ្លុំសក់បងប្អូនទៅទាំងសើមអញ្ចឹងហ្មងទៅពេលយើងឆ្លងកាត់អស់រយៈពេល3ថ្ងៃក្រោយមកថាតំណាប់ពុត្រារបស់យើងគឺចូលជាតិគ្នាអស់ហើយបងប្អូនគឺវាឡើងចេញទឹកបែបនេះបន្ទាប់ពេលដែលវាឃើញចេញទឹកបែបហ្នឹងហើយគឺយើងត្រូវការយកវាទៅហាលសិនណាបងប្អូនទាំងអស់គ្នាយើងត្រូវការតម្រោះវាឲ្យរាងស្ងួតសិនជាមួយកញ្ច្រែងដែលមានជាតិទឹកបែបនេះហាចំណែកទឹករបស់វាក៏គេទុកញ៉ាំបានដែរបងប្អូនទាំងអស់គ្នាដោយសារនៅក្នុងហ្នឹងគឺមានជាតិវីតាមីនច្រើនមែនទែនតែដែលយើងអស់កម្លាំងអីចឹងគឺយើងអាចញ៉ាំទឹករបស់វានឹងបានតែគេចូលចិត្តញ៉ាំជាងគេនោះគឺញ៉ាំតំណាប់របស់វានឹងតែម្ដងគេផងដែររសជាតិជូរអែមបងប្អូនដោយសារតែផ្លែលីស៊ឺនឹងរាងជូរហើយគាត់ដាក់ស្ករទៅរាងជូរអែមអញ្ចឹងណាហើយតែប៉ុណ្្នឹងគឺជាការស្រាច់ហើយគឺគាត់ត្រូវការយកវាមកដាក់ហាលសិនក៏ដាក់កណាត់ពីក្រោមទ្រាប់ចឹងណាហាលផងដែររយៈពេលគឺនិយាយរួមទៅបើមានថ្ងៃ2-3ថ្ងៃទៅនិយាយរួមឲ្យស្ងួតខ្លាំងមែនទែនបើមានថ្ងៃទេហាលរហូតដល់មួយអាទិត្យតលវាស្ងួតរឹងខ្លាំងមែនទែនបងប្អូនទាំងគ្នាទៅអាចទុកបានយូរទៅគឺគេចូលចិត្តធ្វើតំណាប់ហ្នឹងទុកនៅពេលដែលភ្ញៀវមកអញ្ចឹងទៅគឺនិយាយលេងគ្នាអញ្ចឹងគឺគេដាក់បន្ទួលភ្ញៀវអញ្ចឹងណាបងប្អូនតិចឃើញដើរទៅរៀបជួរគ្នាមកច្រឡំថាថត់កន់អីហ៎ចាមកពីដកតាពាំងទៅឡើងមួយថ្ងៃវល់ល្ងាចដាច់បាយដាច់ទឹកបងប្អូននោះបានតែប៉ុណ្្នឹងមកវិញតាពាំងសមអាសៅគាត់អត់ចេះហត់នៅបងប្អូនអរគ្នាមែនតានិយាយហ្នឹងគឺអត់បានទៅនៅសារគេទៅមុនតើផ្ញើពីដេកបាត់មនុស្សអស់លេងហើយបើសិនជាបាននៅតន់គឺដឹងតែរត់ទៅតាមដែរហើយវីដេអូចែកម្លែករបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងខ្លាំងមែនតើតែងតែស្រឡាញ់ចូលចិត្តក៏ដូចជាគាំទ្ររាល់វីដេអូដែលបងអូនចែកម្លែកកន្លងមកចាំជួបគ្នានៅវីដេអូក្រោយទៀត